ប្រទេសវេណេស៊ុយឡាកំពុងគៀកោជនស៊ីវិលរាប់ពាន់នាក់ចូលទៅក្នុងកងជីវពលជាតិរបស់ខ្លួនខណៈដែលការភ័យខ្លាចកាន់តែខ្លាំងឡើងថាសហរដ្ឋអាមេរិកអាចនឹងបើកការវាយប្រហារលើទឹកដីវេណេស៊ុយឡាក្នុងពេលឆាប់ៗប្រធានាធិបតីវេណេស៊ុយឡាលោកនីកូឡាស់ ម៉ាឌូរូបានប្រមានម្ដងហើយម្ដងទៀតថាសកម្មភាពយោធារបស់អាមេរិកគឺខិតជិតមកដល់ហើយលោកដូណាល់ ត្រាំប្រធានាធិបតីអាមេរិកនៅថ្ងៃទី28ខែវិច្ឆិកាឆ្នាំ2025បានប្រកាសឲ្យក្រុមហ៊ុនអាកាសចរបញ្ជាការហោះហើរចូលដែនអាកាសវេណេស៊ុយឡាជាសញ្ញាចុងក្រោយមុនបើកការវាយប្រហារយោងតាម CBS News ពលរដ្ឋវេណេស៊ុយឡាមានតាំងពីនិស្សិតរហូតដល់អ្នកចូលនិវត្តន៍វ័យចំណាស់ទាំងស្រីនិងប្រុសបានតម្រង់ជួរដើម្បីទទួលបានការបណ្ដុះបណ្ដាលការប្រើប្រាស់អាវុធនិងបច្ចេកទេសប្រយុទ្ធដឹកនាំដោយកងជីវពលស៊ីវិល Bolivarian ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ2009លោកម៉ាឌូរូនិយាយថាការប្រមូលផ្ដុំកម្លាំងពលរដ្ឋនេះគឺចាំបាច់ដើម្បីការពារមាតុភូមិពីការឈ្លានពានរបស់អាមេរិកប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានចាត់ទុកក្រុមជីវពលស៊ីវិលថាជាខែលការពារជាតិដ៏រឹងមាំក៏ប៉ុន្តែរបាយការណ៍មួយរបស់ស្ថាប័ន Human Security Today បានសម្គាល់ថាក្រុមជីវពលនេះភាគច្រើនគ្រាន់តែជានិមិត្តរូបដើម្បីទាញប្រជាប្រិយនយោបាយប៉ុណ្ណោះរបាយការណ៍នេះថាពួកគេទទួលបានការបណ្ដុះបណ្ដាលតិចតួចនិងការផ្ដល់សារពារវុធមិនមានដំណាភាពនោះទេរដ្ឋបាលសហរដ្ឋអាមេរិកនិយាយថាប្រតិបត្តិការដែលអាចកើតមានណាមួយនឹងកំណត់គោលដៅបណ្ដាញជួញដូរគ្រឿងញៀននៅក្នុងប្រទេសវេណេស៊ុយឡាតែប៉ុណ្ណោះមិនមែនជនស៊ីវិលទេយ៉ាងណាក៏ដោយទីក្រុងការ៉ាកាសបានអូសទាញប្រជាជនរបស់ខ្លួនសម្រាប់លទ្ធភាពនៃការវាយប្រហារទ្រង់ទ្រាយធំរបស់អាមេរិក